បងប្អូនបាទក្រោយពីមានការចម្រូងចម្រាសគ្នាទាក់ទងជាមួយនឹងការដណ្ដើមខ្សែក្រវ៉ាត់ផ្ដាច់ព្រាត់បាទរវាងម្ចាស់ខ្សែក្រវ៉ាត់មុនមើយនិងម្ចាស់ជើងឯករងបាទមនវ៉ានីក៏មានការដោះស្រាយគ្នាបានខ្លះប្រសើរឡើងវិញហើយក៏មានបាទការដាក់ពិន័យខ្លះទាក់ទងជាមួយនឹងមនវ៉ានីក៏ដូចជាបាទលោកគ្រូបង្វឹកបាទមនវិរៈបាទជាគ្រូរបស់បាទមនវ៉ានីទាក់ទងជាមួយនឹងការដោះស្រាយគ្នាក៏ដូចជាអ្វីដែលប្រសើរឡើងនោះគឺបាទខាងម្ចាស់ក្លឹបរបស់បាទកីឡាករមុនមើយបាទអាយដាមហេងសុខនគាត់បានបាទចុះទៅសួរសុខទុក្ខក៏ដូចជាផ្សារភ្ជាប់នៅបាទក្តីស្រឡាញ់បាទរវាងក្លឹបនិងក្លឹបក៏ដូចជារវាងអ្នកបាទទទួលជ័យជំនះក៏ដូចជាអ្នកទទួលបរាជ័យដើម្បីឲ្យបាទមើលមុខគ្នាត្រង់ឡើងវិញបាទជឿវៀងថាបាទមើលមុខគ្នាអត់ត្រង់បាទឈ្នះហើយចាញ់ហើយហាក់បីដូចជាមានគំនុំនឹងគ្នាអញ្ចឹងទៅបាទក្នុងនោះដែរបាទលោកគ្រូមនវិរៈឬក៏បងប្រុសបាទមនវិរៈគាត់ក៏បានចេញជាសារចេញជាវីដេអូសុំទោសដែរទាក់ទងជាមួយនឹងកំហុសរបស់គាត់ដែលច្រងងេងច្រងងាងមកលើសង្វៀនបាទ TV5 Cambodia ឬក៏ប៉ុស្តិ៍លេខ5ហើយក៏ជារូបភាពមួយដែលមិនសមរម្យផងដែរក្នុងនោះមនវ៉ានីក៏គាត់ទទួលបាទថាគាត់ចាញ់ដែរគាត់ក៏សុំទោសបាទទស្សនិកជនដែរហើយអ្នកគ្រូក្នុងក្លឹបបាទរបស់បាទមនវ៉ានីហ្នឹងគាត់ក៏ចេញជាវីដេអូដែរអញ្ចឹងមានន័យថាគាត់ទទួលស្គាល់ហើយនៅកំហុសកុសឆ្គងដែលគាត់ប្រព្រឹត្តបើនិយាយទៅគឺគាត់តវ៉ានៅលើសង្វៀនឬក៏ពេលដែលប្រកាសលទ្ធផលរួចនៅថ្ងៃប្រកួតតែម្ដងគាត់បានដឹងកំហុសគាត់ថាពេលនោះអាចនឹងបាទដោយសារតែខឹងឬក៏អាចនឹងដោយសារតែប្រតិកម្មភ្លាមពេកអញ្ចឹងអាចថាវាមានចំណុចខ្លះវាខុសដោយអចេតនាខ្លះដោយចេតនាខ្លះអញ្ចឹងទៅបាទខ្ញុំក៏មិនបានមើលស៊ីជម្រៅអីដែរប៉ុន្តែខ្ញុំបានមើលក្បាលហ្នឹងខ្ញុំឃើញគាត់ទទួលស្គាល់ថាមនវ៉ានីគឺចាញ់ហើយបាទចាញ់ហើយសម្រាប់ខ្ញុំក៏មិនមានអ្វីជាត្រូវដាក់បន្ទុកឲ្យពួកគាត់ទៀតដែរព្រោះអ្វីដែលគាត់ទទួលស្គាល់គឺជារឿងល្អបំផុតអ្វីដែលគាត់សុំទោសដល់ម្ចាស់ sponsor ដល់ម្ចាស់បាទកម្មវិធីអ្នករៀបចំកម្មវិធីវាជារឿងល្អហើយបងប្អូនក្នុងនោះបាទសហព័ន្ធបណ្ដាលកូនខ្មែរគាត់ក៏បានចេញលិខិតមួយបាទទាក់ទងជាមួយនឹងមនវ៉ានីក៏ដូចជាបាទមនវិរៈគឺដាក់ពិន័យបាទដាក់ពិន័យដោយសារតែរឿងអីហេតុអីបញ្ហាអីពិន័យរយៈពេលប្រហែលបងប្អូនតាមដានជាមួយនឹងបាទលិខិតនេះទាំងអស់គ្នាបងប្អូនបាទខ្ញុំដកស្រង់ចេញពី page របស់បាទសហព័ន្ធប្រដាល់កូនខ្មែរតែម្ដងបងប្អូនបាទក្នុងនោះដែរគឺមានលាយលក្ខណ៍ជាអក្សរមកមាន4បាទ4នៃការសម្រេចឥឡូវខ្ញុំសូមអានការសម្រេចនីមួយតើប្រការនីមួយហ្នឹងមានអីគេខ្លះទាក់ទងជាមួយនឹងកំហុសក៏ដូចជាទាក់ទងជាមួយនឹងអីផ្សេងហ្នឹងបាទប្រការទី1អប់រំណែនាំបាទគ្រូបង្វឹកឈ្មោះបាទមនវិរៈក្នុងក្លឹបពន្លឺថ្មីព្រែកឯងកីឡាដែលបានប្រព្រឹត្តអកប្បកិរិយាមិនសមរម្យនិងមិនស្ដាប់ការណែនាំរបស់មន្ត្រីដឹកនាំការប្រកួតរបស់សហព័ន្ធគុនខ្មែរក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់បាទផ្ដាច់ព្រាត់ថ្ងៃទី19ខែតុលាឆ្នាំ2025នៅស្ថានីយ៍ទូរទស្សន៍កងយុទ្ធពលខេមរៈភូមិន្ទបាទព្រែកកំពឹសឬក៏ទូរទស្សន៍ពល5នេះឯងអញ្ចឹងទី1ប្រកាសទី1គឺណែនាំទៅដល់បាទលោកគ្រូមនវិរៈគឺគាត់អត់បានស្ដាប់មន្ត្រីសហព័ន្ធឬក៏មន្ត្រីអាជ្ញាកណ្ដាលតាក់ទងជាមួយនឹងការសម្របសម្រួលផ្សេងក្នុងនោះក៏អាចនឹងមានគេសម្របសម្រួលបញ្យលគាត់អីចឹងទៅឲ្យផ្អាកនៃការប្រតិកម្មអីចឹងសិនទៅបាទដើម្បីឲ្យសណ្ដាប់ធ្នាប់ហ្នឹងវាល្អប្រសើរឡើងសិនចង់តវ៉ាចង់ប្តឹងផ្ដាល់អីអាហ្នឹងយើងអាចធ្វើតាមក្រោយទៀតប៉ុន្តែគាត់ហាក់បីដូចជាអត់ស្ដាប់បាទគាត់នៅបញ្ចេញបាទសំឡេងក៏ដូចជាកាយវិការមិនសមរម្យបាទនេះគឺជាប្រការទី1ចំណែកឯប្រការទី2បាទក្នុងករណីបាទប្រព្រឹត្តកំហុសដោយខាងលើម្ដងទៀតគ្រូបង្វឹកមនវិរៈនឹងត្រូវផាកពិន័យមិនអោយចូលសង្វៀនប្រកួតប្រដាល់កូនខ្មែររយៈពេល1ខែកន្លះ6សប្តាហ៍បងប្អូនស្ដាប់ឲ្យច្បាស់បងប្អូនចំណុចនេះប្រយ័ត្នបងប្អូនប្រយ័ត្នច្រឡំណាក្នុងករណីប្រព្រឹត្តកំហុសដោយខាងលើម្ដងទៀតបាទគ្រូបង្វឹកបាទមនវិរៈនឹងត្រូវពិន័យផ្អាកមិនអោយចូលគ្រប់សង្វៀនប្រដាល់គុនខ្មែររយៈពេល1ខែកន្លះឬក៏6សប្តាហ៍កន្លែងនេះគឺបញ្ជាក់ថាក្នុងករណីប្រព្រឹត្តកំហុសដោយខាងលើម្ដងទៀតអញ្ចឹងមានន័យថាលោកគ្រូមនវិរៈហ្នឹងគាត់អត់បានជាប់ទេគ្រាន់ថាបើសិនជាថ្ងៃក្រោយទៅគាត់ធ្វើអញ្ចឹងទៀតមិនស្ដាប់ការណែនាំរបស់មន្ត្រីសហព័ន្ធឬក៏បញ្ចេញអាកប្បកិរិយាបែបហ្នឹងទៀតគឺគេផាកគេពិន័យមិនឲ្យចូលបាទសង្វៀនឬក៏ទៅចូលនៅកម្មវិធីបដាល់រយៈពេល1ខែកន្លះស្មើនឹង6សប្តាហ៍ឥឡូវយើងទៅប្រការទី3បាទ
រាល់ការសម្រេចចិត្តទាំងឡាយណាដែលផ្ទុយនឹងការសម្រេចនេះទុកជានិរាករបាទនេះគឺជាប្រការទី3រាល់ការសម្រេចចិត្តទាំងឡាយណាដែលផ្ទុយពីការសម្រេចចិត្តនេះទុកជានិរាករការធ្វើអីដែលផ្ទុយពីអ្វីដែលគេសរសេរខាងលើនេះគេត្រូវនឹងដកចេញឬក៏គេអត់គិតចូលក្នុងនេះទេអញ្ចឹងមានថាប្រយោគទី3ឬក៏ឃ្លាទី3ហ្នឹងគេចង់និយាយថាបើខុសរបៀបអីផ្សេងគេអត់រាប់ចូលទេបាទគ្រូមនវិរៈហ្នឹងខុសក្នុងករណីអីផ្សេងដែលខុសពីដូចប្រការទី1ហ្នឹងគឺគេអត់ដាក់វិន័យគាត់ទេបាទឬក៏គេមានចំណាត់ការវិន័យអីផ្សេងអញ្ចឹងទៅបាទប្រការទី4គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបដាកូនខ្មែរលេខាធិការដ្ឋានបាទអនុគណៈកម្មកាគណៈកម្មាធិការបច្ចេកទេសដៃគូអភិវឌ្ឍស្ថានីយ៍ទូរទស្សន៍ពាក់ព័ន្ធក្រុមហ៊ុនសហគមន៍ក្លឹបសម័យខ្លួនអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅបាទអញ្ចឹងគេឲ្យក្លឹបក៏ដូចជាកីឡាករក៏ដូចជាសម័យខ្លួនក៏ដូចជាខាងសហព័ន្ធគឺចុះកិច្ចសន្យាជាមួយគ្នាបាទថាយើងត្រូវសហការគ្នាក្នុងការធ្វើការមួយនេះដើម្បីឲ្យថ្ងៃក្រោយទៅកុំឲ្យមានរូបភាពបែបហ្នឹងអញ្ចឹងទៅបាទនឹងខ្ញុំបញ្យល់បងប្អូនមួយបងប្អូនបាទចំណែកឯបាទមនវណ្ណីវិញក៏ដូចគ្នាបងប្អូនដូចគ្នាឥឡូវខ្ញុំមិនបាច់អានមនវណ្ណីទេបងប្អូនបាទខ្ញុំសង្ខេបជូនបងប្អូនតាមដែលលោកគ្រូមនវិរៈហ្នឹងមនវណ្ណីនិងមនវិរៈហ្នឹងគឺដូចគ្នាអញ្ចឹងមានន័យថាមនវណ្ណីក៏អត់មែនជាប់វិន័យទេបាទបងប្អូនមួយចំនួនគាត់ផុសថាជាប់វិន័យនេះប៉ុណ្ណេះប៉ុន្តែខ្ញុំបានអានហើយគឺអត់បានជាប់វិន័យទេ 100% ហើយបងប្អូនបាទគាត់ថាករណីម្ដងទៀតឬក៏ករណីលើកក្រោយគេនឹងដាក់វិន័យគាត់បាទអញ្ចឹងបាទខ្ញុំមិនថាសហព័ន្ធខុសឬក៏ត្រូវទេតែខ្ញុំសូមគ្រប់គ្រងបាទចំណាត់ការរបស់សហព័ន្ធបដាគុណខ្មែរដែលគាត់បានមើលឃើញនៅកំហុសខុសឆ្គងតិចតួចប៉ុន្តែគាត់មិនបានដាក់វិន័យអីធ្ងន់ធ្ងរដល់បាទកីឡាករផ្ទាល់នោះទេដូចជាកីឡាករដែលគាត់ខ្វះក្រមសីលធម៌ឬក៏គាត់បាទធ្វើអីខុសមួយពេលដែលប្រកួតចប់5ទឹកមានការវាយចូលសើទាញអីម្ដងម្កាលអញ្ចឹងខ្ញុំគាត់ថាស្មារតីឬក៏សតិគាត់អាចនឹងបាទកំពុងតែវង្វេងឬក៏អាចនឹងកំពុងតែបាទមិនទាន់មកដូចដើមវិញក៏យើងក៏អាចថាបានដែរអញ្ចឹងចំណាត់ការរបស់សហព័ន្ធថាមិនដាក់បណីគាត់ទេគាត់ថាជំរាបដល់គាត់បាទថ្ងៃក្រោយកុំធ្វើអញ្ចឹងឬក៏ណែនាំគាត់បាទថ្ងៃក្រោយកុំអញ្ចឹងទៀតអញ្ចឹងមានន័យថាមនវនីក៏ដូចជាលោកគ្រូមនវរៈអត់អីទេមនវនីអាចប្រកួតបានធម្មតាបើលោកគ្រូមនវរៈអាចទៅឲ្យទឹកសិស្សឬក៏អាចចូលទៅមើលប្រកួតឬក៏ទៅធ្វើអីមួយនៅក្នុងបាទកម្មវិធីបណ្ដាលបានធម្មតាអត់មានជាប់អត់មានបាទ stake អីទេអញ្ចឹងសារមួយនេះក៏ចង់បកស្រាយទៅកាន់បងប្អូនមួយចំនួនដែលគាត់មិនទាន់បានដឹងច្បាស់ក៏ដូចជាចង់ជម្រាបទៅបងប្អូនមួយចំនួនដែលគាត់មិនទាន់បានដឹងទាំងអស់តែម្ដងបងប្អូនខ្លះគាត់ក៏ដឹងថាបើមនវិន័យត្រូវវិន័យហើយបាទលោកគ្រូមនវិរៈហ្នឹងក៏ត្រូវវិន័យដែរប៉ុន្តែអត់មានទៅវិន័យទេបងប្អូនគ្រាន់តែជាលិខិតណែនាំបាទលិខិតណែនាំដូចយើងប្រដៅកូនអញ្ចឹងអត់មានខុសទេបងប្អូនបាទចំពោះសហព័ន្ធបណ្ដាលគុណខ្មែរគឺលោកអត់ខុសទេបាទបងប្អូនមួយចំនួនទៀតគាត់ក៏បាញ់សហព័ន្ធបណ្ដាលគុណខ្មែរថាសហព័ន្ធហ្នឹងស្អីគេមកគ្រាន់តែកីឡាករគ្នាតវ៉ាមិនឲ្យតវ៉ាអញ្ចឹងសុកចិត្តឲ្យគ្នាទទួលបរាជ័យដោយអយុត្តិធម៌ហ្នឹងអោបអយុត្តិធម៌ហ្នឹងទុកឬក៏យ៉ាងម៉េចបាទខ្ញុំឃើញเพจមួយចំនួនបាទเพจដែលគាត់មិនពេញចិត្តនៅការធ្វើការរបស់សហព័ន្ធឬក៏គាត់ hater សហព័ន្ធឬក៏គាត់ស្ដាច់រិះគន់បាទជួមមុខគុណខ្មែរអីចឹងទៅប៉ុន្តែការគិតរបស់ពួកគាត់ខ្ញុំគិតថាមិនត្រូវទេបាទខ្ញុំហ៊ាននិយាយថាមិនត្រូវតែម្ដងដោយសារអីដោយសារតែបើសិនជាមានរឿងអញ្ចឹងកើតឡើងបាទសហព័ន្ធអត់មានអើពើថ្ងៃក្រោយមកអ្នកផ្សេងអញ្ចឹងទៀតសហព័ន្ធនឹងអើពើទៀតយូរទៅវាខ្លាយជាទម្លាប់យូរអត់មានសំណាប់ធ្នាប់កីឡាករបាត់បង់ក្រមសីលធម៌អស់ទៅបាទគ្រូបង្វឹកបាទបាត់បង់ក្រមសីលធម៌អស់ទៅបាទចាញ់ណាំប៉ាចាញ់ជេរចាញ់ស្រែកពេញសង្វៀនសួរថាដល់យូរទៅបាទអ្នកដែលគេមានតម្លៃថ្លៃថ្នូរថ្នាក់ដឹកនាំឬក៏អ្នកដែលបានទស្សនាទាំងក្នុងទាំងក្រៅប្រទេសគេមើលមកសមភ្នែកអត់បាទគេមើលមកសមរម្យអត់បើសហព័ន្ធអត់មានហ៊ានអីផងហ្នឹងឬក៏សហព័ន្ធអត់មានចេញមុខអីផងហ្នឹងកាលពីមុនបាទសហព័ន្ធបណ្ដាគុតខ្មែរអ្នកគ្រប់គ្រងចាស់អ្នកដឹកនាំចាស់បាទលោកអ៊ុំតែនម៉ឺនរីគុណគាត់ថាគាត់អត់មានសកម្មភាពគាត់អត់មាន active ក្នុងការធ្វើការគាត់អង្គុយចាំតែមើលអង្គុយចាំតែនិយាយទៅថាគាត់ដូចថ្មដូចអីចឹងដោយសារគាត់អត់ធ្វើការមែនរឿងអីមកគាត់អត់ចូលចិត្តទុកដាក់ទេសឹងថាគាត់មិនដែលឃើញមានមុខក្នុងបណ្ដាញសង្គមក្នុងការលេងក្នុងការប្រតិកម្មអីផងប៉ុន្តែបច្ចុប្បន្ននេះខ្ញុំឃើញសកម្មភាពរបស់បាទប្រធានសហព័ន្ធបណ្ដាគុណខ្មែរថ្មីនេះគាត់មានសកម្មភាពច្រើនខ្ញុំយល់ទទួលស្គាល់ថាគ្រប់សកម្មភាពទាំងអស់
mình men sót tại chỉ riêng với chấm miên là nó thế vì miên với chấm miên là với chấm miên còn tha chấm nói na với chấm miên mơ tơ vì mình chấm đánh dân cua thà đi con rồi còn tha bản nào bộ qua tơ bộ cót còn mình chạy cục riêng đây cái bộ dương đi con mình mà có tha ai đi rồi còn nết khu các ban nó khăng nhân bộ qua đây bà bộ quát cay điện pin smart hai bộ dương chuyện nào cái ở bên khăng dương cổ trôn bên của bạn đấy mà phố nó cho nói đi nhưng mình tha từ mình trong oi bom ôn ri con xã hạ pon còn khang này còn ha bạn chết ở từ ly đi tư bà bạn chết ở từ ly đi tư xã pon cái thơ ca cái mền thơ ca mà này ai đi cái miền krong ca nghe cái miền thêm cái tràn cái miền bản nhẹ bị phía xa cái miền nhẹ miền bị chạy cái tê cái miền nhẹ miền bật bị sao không ca thua ca không ca process ca nghe cái môi cái miền vì lầm đập crom đâu lầm đập lơ bà cái miền chết là đạp bên đây cái miền chết là thơ ba nè mong bốn chuyện sẽ đây nuôi lu lao sầm nang mà cao vì đơn vít tranh thôn yên lầy và bên nó lu lao sầm nang lang đọt ao sai nó lơ sang nguyên yum phong ấy phong bên nó cái có bên đấy này mà bên đấy đôi chuyệnประมาณ tết ประมาณ khai đôi chuyện bay khai nó mà mình men vào mùi sa bạc đưa mà khai cả lát nó thì chân dựng sầmเอาไว้ยังập thở bật tàu cái đêm mong bồn cái thua ca cái ọp rôm cái này nó mà đang vi trì rương mua đây là oi mà chỉ viếng tha niềm đang thơ dậy đừng khâu phong niềm bán thơ ấy khâu phong đặt này kia bật kia nắng mình xong rồi tay ní mình khâu thế mong bồn bà chồng nay choរួមtặng ó nó cứ mình khâu tinh tìm mũi đa cho mình được tua bạc đồng bòn mình được tua piên tí pi cay ca mình quạt bay mình xong rồiไปได้กี่กำปงแต่ออเจลิพี่กี่กำปงแต่ผมเปียกทรายกับพัดหมกถนัดดักนอมบ่าอันนั้นวิธีเรื่องเข้าบ่เรื่องบางคนมันเป็นจัดเรื่องกับขาก็เรื่องกับคลับมันเป็นจัดขมิ้นปีนักกี่แฮมได้บ่าดึกการมนเอยันนดเนี่ยครูไอ้ปปนเอปทองครูเอปทองนุ๊กมันเจอันยากระดาในปอเพียนอันอ่ะจันมันเงินตัวเอามันไม่คีสลับกี่บอกได้เอาดาวมกอันมีดาวมกของในชอตังhay đọc cái chốt khăn kề mày kì trong khói kia vô từ bên đây vô từ ọp rôm đi kia chị mai chị kia chị mây cruza vậy cho tóc tha giả hạ pon nó và đá miền cruza muối cứ giả hạ pon nè đấy nó bạn club là co cru bộ bạc nó sật sang tay chị smart chơi không trong cruza cho bộ mây cruza con trao thưa ấy không mình vậy mình sẽ đây mình tha dù tôi bị khai từ chiêm mày nhông dễ nên vậy từ can là bom ôn mua dùm nuôn tôi đại quạt thì con ớt đằng các bạn đang cần tôi xe hạ khăn miền phê mùi mùi từ năm follower nó po điểm đam tha ok tăng cho một tăng luôn ái nó sẽ tận nẹt tha phần na đầm bay con khoai tha phần na vậy rồi về khoa vậy đậm toàn trơ mùi không tha phần na ấy kì bảo bộ này chia sai không nhom vậy châu tôi tính được ra tại nhóm khơi miền lớn bên bà lớn bên nhưng đại từ cá pin này cái gì mà hạ pon thưa không nhưng vậy từ hạ pon thưa không đối cả ai đóng khâu trai con vậy hưởng bệnh sập bát quay tranh sọc thi bàn tay lôi chở nhưng sọc thi nhẹ tranh lôi chở trên nhé nhóm ri con quạt nó không video mùi na nó nhóm ri con quạt bom ôn của du làm sai sắp ha sắp khé nó không youtube nhưng mà tóc tỉ khơi liêu nhóm vậy bà khơi lõ nhóm con rồi bà mình hạ kỳ thưa lõ từ thay cái kho hay lực sao cái ọt đấy bom ôn bà sập nhóm muối cứ ọt đấy sầm nhập cái nhợ đắng này anh nhóm anh mìnhตัวban kho mình giàu chạy vì xạ bòn mà vì ai đom câu chai vì ai đom nên rồi đông rồi có ai đom hay con na đấy nhợ đại ban mà rồi mà riêu đi bộ quát đấy mà bọn càng nghe để nhóm thôi không ai ní cứ nhóm họ lôi đầm bay trên trăm không ai đòi cầm lạc nhớ khiêm so sát nhưng mà đại ban tên là cái oi bật mòn oi thơ video anh trên chó thế anh nhóm có tơ kê đi nhẹ môi chùm luôn được có khổ môi chùm luôn tranh mau tăng luôn ai chỉ niệm mình đất đào rơ kê đấy còn hai video khác nhóm ai bị phía đai đi thà dương mơ chuyện sẽ đánh cứ bình chăng dương anh chắc mát tới dương cùng giấy troll là vậy để lơ bị sắm tập hiệp dương về bà ở đôi ca đạo bên đây chăng bà tha quạt thôi không bản năng trên lịch khăn này nó mà bản năng dương từ xa tới đôi chia bông bản này này nó côn rồi có mấy cruza này nó sắm chất cruza oi miên xong sở thôi miên ấy tất khẩu số ta miên ấy khẩuไม่คลามาไปยังอัดใจอ่านอ่ะซ้อก็ยังอ่านอ่ะซ้ออัดได้ก็ยังอัดบานอ่านบรรทังคณีคนน่ะต่อว่าก็อัดบานดับเป็นในคณีมาคายกันละที่มินมันดับเป็นในแน่มาไปคลุนไอ้นั่งอัดมือฉบับหลอก
trong video này số một chập trong đằng nàyបងប្អូនបាទសង្ឃឹមថា header មួយចំនួនគាត់នឹងបានទៅអានបាទលិខិតរបស់បាទប្រធានសហព័ន្ធបណ្ដាគុណខ្មែរគាត់ផុសឬក៏សហព័ន្ធបានផុសហើយក៏សង្ឃឹមថាមនមនីក៏ដូចជាក្រុមគ្រួសារក៏ដូចជាក្លឹបគាត់នឹងបាទមានអារម្មណ៍ល្អឡើងវិញឆាប់ៗនេះដើម្បីបន្តការហ្វឹកហាត់ក៏ដូចជាចូលរួមបន្តការប្រកួតបាទជាមួយស្ថានីយ៍បណ្ដាផ្សេងក៏ដូចជាកម្មវិធីធំផ្សេងទៀតខ្ញុំចង់ឲ្យបាទមានឱកាសច្រើនចំពោះមនមនីបាទឃើញគាត់កិត្តិយសគាត់សាងសមត្ថភាពសាង credit គាត់បានល្អហើយមួយរយៈនេះសង្ឃឹមថាបន្តិចទៀតគីឡូ54ឬក៏57គាត់នឹងមានវត្តមានដណ្ដើមអ្វីធំទៀតមិនថាខ្សែក្បាត់មិនថាប្រាក់រង្វាន់មិនថា champion អីបងប្អូនបាទវីដេអូនេះសូមបញ្ចប់ត្រឹមហ្នឹងបងប្អូនបាទសូមអរគុណ